នេះគឺជាឧបករណ៍ Tele បញ្ជា Slide Model PH2302 សម្រាប់ប្រើប្រាស់ក្នុងការធ្វើបទបង្ហាញឧបករណ៍នេះមានលក្ខណៈសម្បត្តិនិងមុខងារសំខាន់ៗដូចខាងក្រោមទី1មុខងារចម្បងប៊ូតុងបញ្ជា Slide សម្រាប់ចុចទៅមុខនិងថយក្រោយ Laser មានពណ៌ក្រហមសម្រាប់ចង្អុលបង្ហាញចំណុចសំខាន់ៗនៅលើគម្រោងនៃបទបង្ហាញមានប៊ូតុងគ្រប់គ្រងសំឡេងដើម្បីងាយស្រួលដំឡើងបន្ថយសំឡេងនៅលើវីដេអូនៅក្នុងគម្រោងនៃបទបង្ហាញអេក្រង់ LED មានបង្ហាញថាមពលថ្មជាភាគរយងាយស្រួលដឹងអំពីថាមពលថ្មនៅសល់ជៀសវាងការអស់ថ្មអំឡុងពេលកំពុងធ្វើបទបង្ហាញទី2ការតភ្ជាប់ Dual Mode ភាគច្រើនវាគាំទ្រទាំងការប្រើប្រាស់ USB receiver កម្លាំង 2.4 GHz ដោយភ្ជាប់នឹងកន្ទុយ Tele យកតភ្ជាប់ជាមួយ laptop តាមរយៈ Bluetooth USB និងឧបករណ៍បញ្ជា Slide ចម្ងាយប្រើប្រាស់អាចបញ្ជាបានក្នុងចម្ងាយ30ទៅ50ម៉ែត្រអាស្រ័យលើស្ថានភាពជុំវិញខ្លួនទី3រូបរាងនិងថាមពលការរចនាមានរាងស្រឡូនពណ៌ខ្មៅងាយស្រួលកាន់នៅក្នុងដៃនិងមានរណ្ដោត USB receiver នៅផ្នែកខាងក្រោមការពារការបាត់បង់ USB receiver ការសាកថ្មប្រើរុនសាកថ្មប្រភេទ Type C ដែលមិនចាំបាច់បដូរថ្មពិលឡើយគឺយើងអាចសាកថ្មនៅពេលដែលអស់ថ្មហើយយកមកប្រើប្រាស់ម្ដងទៀត Tele បញ្ជា Slide នេះអាចប្រើជាមួយនឹង Windows, macOS, Android និងកម្មវិធីដូចជា PowerPoint, Keynote, Google Slide និង PDF ឬក៏កម្មវិធីដទៃផ្សេងទៀតទី4ចំណុចពិសេសប៊ូតុងចំហៀងមានប៊ូតុងសម្រាប់បិទនិងបើកដើម្បីសន្សំសំចៃថ្មមិនប្រើប្រាស់ជាពិសេសនៅពេលបើកគឺមានរំញ័រដើម្បីដឹងអំពីការដំណើរការរបស់វាឧបករណ៍នេះស័ក្តិសមសម្រាប់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យម្ចាស់អាជីវកម្មលក់ផលិតផលនិងសេវាកម្មសិស្សានុសិស្សថ្នាក់មហាវិទ្យាល័យសាកលវិទ្យាល័យអនុបណ្ឌិតបុគ្គលិកផ្នែកលក់និងបុគ្គលិកផ្នែកធ្វើផែនការដូច្នេះសម្រាប់បងណាមានតម្រូវការអាចទាក់ទងមកកាន់ P-Shop